អ្នកលក់ត្រូវមានតតិចមួយវាជារឿងធម្មតានោះទេសម្រាប់មនុស្សទូទៅពីព្រោះមនុស្សយើងម្នាក់គឺមានតតិចផ្សេងគ្នានិងចំណុចល្អរៀងខ្លួនយើងកុំចង់ធ្វើតាមគេទាំងស្រុងយើងកុំចង់ធ្វើតាមគេទាំងស្រុងនោះគ្រាន់តែយើងលួចមើលហើយនឹងរៀនតាមគេខ្លះបានពីព្រោះមនុស្សយើងម្នាក់វាគ្មាននរណាមួយចេះអស់ទេហើយតតិចល្បិចកលឬក៏វិធីសាស្ត្រក្នុងការរកស៊ីម្នាក់គឺវាមិនដូចគ្នានោះទេអញ្ចឹងយើងត្រូវតែមានតតិចយើងមានភាពតាក់ទាញរៀងខ្លួនខ្ញុំទៅចេះតតិចបែបនេះទៅបងប្អូនទៅចេះតតិចបែបនោះផ្សេងគ្នាទៅអញ្ចឹងវាអត់ដូចគ្នាទេក៏ប៉ុន្តែជួនកាលពេលខ្លះយើងលួចរៀនគ្នាលួចរៀនពីគ្នាទៅវិញទៅមកម្ដងបន្តិចយកមកកែច្នៃឲ្យคล้ายទៅជារបស់យើងឬคล้ายទៅជាគំនិតរបស់យើងដើម្បីឲ្យមានការរីកចម្រើនទី2កុំបាក់ទឹកចិត្តកុំចំណែនកុំមានចិត្តលំអៀងនៅក្នុងនាមយើងជាអ្នករស់ស៊ីត្រូវបើកចិត្តឲ្យទូលាយទទួលអតិថិជនគ្រប់ប្រភេទពីព្រោះអតិថិជន10នាក់គឺមិនមានចិត្តដូចគ្នាទេមានចិត្តផ្សេងគ្នាដូច្នេះយើងជាអ្នកលក់ត្រូវមានចិត្តឲ្យលើសពួកគាត់បើសិនជាគាត់មាន100យើងមាន1000បើគាត់មាន2000យើងមាន3000ហ្នឹងទៅទើបយើងអាចប្រកបជាអ្នករស់ស៊ីបានក្រៅនេះយើងចង់និយាយតតិចថាបើសិនជាគាត់មានចិត្តមិនល្អជាមួយយើងឬមួយក៏គាត់មានគិតវិធីសាស្ត្រដើម្បីបង្អាប់តំណែងរបស់យើងឬក៏មើលទៅគ្មានភាពថាល្អណាអញ្ចឹងតតិចរបស់យើងចិត្តរបស់យើងថា1000ទៅ3000នេះគឺដោយសារយើងត្រូវរកវិធីដោះស្រាយបញ្ហាឲ្យគាត់មិនមែនយើងយកបញ្ហាដែលគាត់មកតម្លាក់មកយើងហើយយើងអោបបញ្ហានោះទេអញ្ចឹងយើងគ្នាជាអ្នករស់ស៊ីគឺអ្នកលក់យើងត្រូវជាអ្នកដោះស្រាយបញ្ហាគាត់បើគាត់តម្លាក់បញ្ហាមកឲ្យយើងត្រូវមានចិត្តឲ្យបានលើសគាត់និយាយកន្លែងនេះត្រង់ន័យថាឲ្យយើងមានបញ្ញាឲ្យលើសគាត់ដើម្បីដោះស្រាយបញ្ហាជូនគាត់ចំណុច3យើងជាអ្នករស់ស៊ីកុំខ្មាស់កុំអៀននៅពាក្យនិយាយថាអរគុណដោយកាយវិការដោយសភាពរៀបសាររាក់ទាក់និងប្រកបទៅដោយផ្ដល់តម្លៃនិងការគោរពដល់គាត់ដល់អតិថិជនគ្រប់ពេលអញ្ចឹងកាលណាយើងគាត់មកទិញចំណេញយើងហើយសំខាន់ណាស់ពាក្យខ្លះអ្នកខ្លះបងប្អូនខ្លះខ្ញុំឃើញថាគាត់វានៅអៀននៅក្នុងការពាក្យប្រើថាពាក្យថាអរគុណបងអរគុណពូអរគុណមីងអីចឹងណាអរគុណអូនអីចឹងទៅចំណុចទាំងអស់នេះវាជារឿងមួយដែលយើងនាំគ្នាទៅបីនៅក្នុងពីមុនមកយើងមិនដែលតន់ទម្លាប់នៅប្រើពាក្យថាអរគុណយើងមិនតន់ប្រឡូកនៅក្នុងការងារយើងចាប់ផ្ដើមការងារហើយយើងទម្លាប់នៅក្នុងរង្វង់នៃគ្រួសាររបស់យើងមិនសូវប្រើពាក្យថាអរគុណឬក៏មានពាក្យថាអៀនព្រានទៅនិយាយទៅពាក្យថាអរគុណវាដូចថាវាអៀនមាត់ចឹងណាអញ្ចឹងបើយើងតាំងចិត្តជាអ្នករស់ស៊ីត្រូវទន្ទិញនៅពាក្យអរគុណបងអរគុណអូនអរគុណអូនអីចឹងទៅអានេះជារឿងមួយសំខាន់សម្រាប់យើងជាអ្នករស់ស៊ីហើយការគោរពនឹងអោនលំទោនភាពរាក់ទាក់នេះគឺជារឿងមួយដែលសំខាន់ណាស់សម្រាប់យើងដើម្បីតាក់ទាញគាត់អញ្ចឹងដូចជាមានពាក្យមួយតែនិយាយលេងថាថោកអីនឹងដៃថ្លៃអីនឹងមាត់ណាអញ្ចឹងថោកអីនឹងដៃហ្នឹងបើសិនជាមានអាចទៅអរគុណលើកដៃសំពះគាត់ក៏បានថ្លៃអីនឹងមាត់ហ្នឹងថ្លៃអីត្រង់ថាយើងនិយាយពាក្យថាអរគុណមួយម៉ាត់ហ្នឹងវាថោកណាស់ឬសម្រាប់ជាមួយគាត់ជាអ្នកមកជួយទិញជាអ្នកមកទទួលសេវាកម្មពីយើងនេះបាទចំណុច4ការលើកទឹកចិត្តអតិថិជនគ្រប់ពេលនៅពេលណាដែលយើងបានជួបគាត់ដូចជាពាក្យមួយដែលយើងតែងតែនិយាយហើយក៏ជារឿងមួយល្អដែរខាំជួបគាត់យូរយើងត្រូវប្រើពាក្យថារៀងបងឥឡូវស្អាតជាងមុននេះបងឥឡូវសាច់ឈាមស្រស់ថ្លាជាងមុនរៀងឡើងស្អាតឡើងស្រស់ថ្លាតែម្ដងឥឡូវបងអញ្ចឹងពាក្យទាំងអស់នេះវាជារឿងមួយដែលសំខាន់ជារឿងមួយដែលយើងគួរតែ
រៀននិយាយដដែលភាសាដដែលតែយើងគួរតែរៀននិយាយហើយយើងគួរតែរៀនបញ្ចេញនៅអេរយាប័តបញ្ចេញនៅកាយវិការបញ្ចេញនៅរឹកពីដោយសម្ដីពាក្យថាមួយដែលគេយើងចេះតែនិយាយគ្នាលេងដែរថាមនុស្សយើងមិនចេះស៊ីជួទេប៉ុន្តែបើបង្អាប់កុំបង្អាប់ណាអញ្ចឹងអ្នកណាក៏ដូចអ្នកណាដែរតែគេទៅខ្ញុំបើគេទៅសើទៅបើមិនបានស្អីក៏តែខ្ញុំហើយក៏ដើរចេញឬក៏លួចសុបាយនៅក្នុងចិត្តតែបើជួបមកមានតែពាក្យថាដូចអត់មានឮពាក្យភាសាអីប្រុសមួយសោះឮតែពាក្យមួយតែបង្អាប់បន្ទោសអាហ្នឹងវាជារឿងមួយដែលអាអន់សពុនចិត្តដែរបាទត្រូវទី5ត្រូវព្យាយាមគ្រប់ពេលទៅតាមអ្វីដែលយើងអាចធ្វើទៅបានចំពោះអតិថិជនឬក៏ម៉ួយដែលមានសក្តានុពលសម្រាប់យើងត្រូវឧស្សាហ៍ធ្វើការតាក់ទងគាត់ឬក៏អាចបង្កើតកម្មវិធីជួបជុំជាមួយគាត់យ៉ាងហោចណាស់ក៏មួយខែបានម្ដងណាជាមួយនឹងពួកគាត់ព្រោះអាការតាក់តិចតួចទាំងអស់ហ្នឹងដែលធ្វើឲ្យគាត់មិនអាចបំភ្លេចយើងបានហើយគាត់នឹងទទួលយកសេវាកម្មរបស់យើងគ្រប់ពេលនៅពេលណាដែលគាត់ត្រូវការរបស់ឬក៏តំណែងដែលគេមានលក់តែគាត់សុខចិត្តរត់មកទិញយើងគាត់ថាបានដែរអញ្ចឹងចំណុចទាំងអស់នេះហើយដែលវាជារឿងមួយម្នាក់ជួនកាលពេលខ្លះគិតអត់ដល់ណាអាងតែគាត់ចេះតែទិញហ្នឹងវាគាត់មិនដែរទៅណាក្រៅពីតំណែងរបស់យើងដោយសារគាត់ធ្លាប់ប្រើរបស់យើងហើយគាត់មករត់ទៅណាទិញទៅណាក្រៅពីយើងទេអានេះវាជាការគិតខុសទាំងគេទាំងខ្ញុំពីព្រោះកាលណាពេលខ្លះធ្វើឲ្យអត់មានអីថាលើកទឹកចិត្តគាត់ឬអត់មានអីបង្កើតតំណែងឲ្យកាន់តែស្និទ្ធជាមួយគាត់នឹងអាចភ្លេចយើងនៅក្នុងពេលណាមួយអឺយើងមិនភ្លេចគាត់ក៏មិនភ្លេចយើងដែរគេហៅថាទៅញឹកទៅដឹកញយណាអានេះជារឿងមួយដែលល្អសម្រាប់យើងជាអ្នករស់ស៊ីសម្រាប់យើងជាអ្នកលក់បាទអរគុណសូមចែករំលែកប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយៗទៀតបាទ